ចំពោះបងបរោះដែលគាត់មានដៃគូហើយគាត់ដឹងថាដៃគូរបស់គាត់គឺពិបាកក្នុងការដកគោលដៅមែនតើដែលយើងនិយាយថាការដកចំណុចកំពូលនៅពេលដែលមនុស្សស្រីពិបាកក្នុងការដកចំណុចកំពូលគឺគាត់នឹងអាចអស់អារម្មណ៍រួមភេទនៅពាក់កណ្ដាលទីគាត់ដឹងថាពេលដែលគាត់រួមភេទទៅអត់មានអារម្មណ៍ថាល្អសោះអត់មានភាពសុខស្រួលសោះពេលហើយគឺគាត់នឹងចាប់ដើមស្ងួតប្រដាប់ភេទរបស់គាត់នៅពេលដែលរួមភេទកណ្ដាលទីគឺអស់អារម្មណ៍តែម្ដងព្រោះថាគាត់ពិបាកក្នុងការដកចំណុចកំពូលតាមការស្រាវជ្រាវគឺបានបង្ហាញថាមនុស្សស្រី 70% គឺមិនអាចដកចំណុចកំពូលបានដោយការត្រឹមតែសូកឡឹងទេគឺត្រូវការរំញោចទៅលើ clitoris របស់គាត់ជាមួយនឹងម៉ាស៊ីនរំញ័រឬក៏ប្រើប្រាស់ដៃបើសិនជាប្រើប្រាស់ដៃពេលខ្លះគឺវាពិបាកក្នុងការលេងវាឲ្យជាប់អញ្ចឹងទៅយើងអាច recommend ឲ្យប្រើប្រាស់ជាមួយនឹងឧបករណ៍រំញ័រវិញអញ្ចឹងគាត់អាចរួមភេទបណ្ដាលនិងការដាក់រំញោចនៅលើ clitoris បណ្ដាលដោយថាយើងមានការសូកផងហើយយើងនឹងមានការញ័រនៅលើ clitoris ផងគឺ perfect combination ដែលគេហៅថាការដកចំណុចកំពូលមួយហ្នឹងឈ្មោះថា blended orgasm ហើយមនុស្សស្រីក៏អាចប្រើប្រាស់ម៉ាស៊ីនរំញ័រដើម្បីសម្រេចកាមកាត់បន្ថយភាពតានតឹងផ្លូវភេទនៅពេលដែលដៃគូគាត់បាននៅជាមួយឬក៏គាត់នៅលាវហើយមិនចាំបាច់មានការសូកទេព្រោះ clitoral stimulation គឺអាចធ្វើឲ្យគាត់ដកចំណុចកំពូលមួយយ៉ាងលឿនប៉ុន្តែបើសិនជាគាត់មានដៃគូទៀតគឺកាន់តែ intense ទៀតមានន័យថាមានការរំញោចនៅខាងក្នុងផងហើយនិងខាងក្រៅផងគឺវាធ្វើឲ្យការដកកំពូលនឹងគឺខ្លាំងមែនទែនម៉ាស៊ីនរំញ័រដែលយើងនិយាយជាភាសាអង់គ្លេស vibrator ហ្នឹងគឺមានច្រើនប្រភេទមានច្រើនរូបរាងដើម្បីឲ្យភ្ញៀវគាត់ជ្រើសរើសហើយណាគឺគាត់ឆ្លាញ់ម៉ូដខ្ជូតមិនក៏មានដែរជាដៃគូឆ្លាញ់គ្នាតែងតែរកលឹកវិធីផ្សេងៗដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យគ្នាហើយយើងហ៊ានសាកអ្វីថ្មីៗជាមួយដៃគូយើងដើម្បីបង្កើតឲ្យជារសថ្មីនៅក្នុងជីវិតគូស្នេហ៍របស់យើងតែអ្នកទាំងអស់គ្នាមានសំណួរអីសួរបន្ថែមគឺអាចសួរខ្ញុំបានណាអរគុណច្រើន